បើអ្នកឃើញរុក្ខជាតិតូចមួយនេះដុះនៅជិតសួនច្បារក្បែរផ្លូវឬក្នុងស្នាមប្រេះលើចិញ្ចើមផ្លូវកុំប្រញាប់ដកវាចោលវាមានឈ្មោះថា Purslane ឬក៏ទីថ្មវាលូតលាស់រៀបជាប់ដីដើមមានពណ៌ក្រហមបន្តិចហើយស្លឹកក្រាស់ផ្ទុកទឹកបានច្រើនដូច្នេះវាអាចធន់ទ្រាំកម្ដៅនិងភាពរាំងស្ងួតបានយ៉ាងល្អនៅរដូវក្ដៅវាចេញផ្កាពណ៌លឿងតូចៗនៅប្រទេសជាច្រើនមនុស្សមិនចាត់ទុកវាជាស្មៅព្រៃទេប៉ុន្តែយកវាមកធ្វើជាអាហារដូចជាសាឡាត់ឆាឬស្ងោរស៊ុបវាសម្បូរទៅដោយអូមេហ្គា3និងវីតាមីនដែលមានប្រយោជន៍ដល់សុខភាពទោះមិនមានអ្នកដាំក៏ដោយវាអាចដុះបានស្ទើរគ្រប់ទីកន្លែងហើយទោះដកចេញប្រមាណដងក៏វានៅតែដុះឡើងវិញលើកក្រោយបើអ្នកឃើញវាតើអ្នកស្គាល់ថាវាជាទីថ្មហើយឬនៅវីដេអូនេះនាំមកជូនលោកអ្នកដោយចង់ឲ្យគេមើលមកអ្នកថ្លៃថ្នូរតាក់ទាញហើយជឿថានាំសំណាងល្អមែនទេសាក់លបកអង្កាំត្បូងថ្មពីហាងគង្គឺត្បូងធម្មជាតិប៉ៃលិនផលិតពីត្បូងថ្មធម្មជាតិពិតក្នុងស្រុកនិងច្នៃដោយដៃសិប្បករកូនខ្មែរយ៉ាងប្រណិតគុណភាពខ្ពស់និងស្រស់ស្អាតមិនត្រឹមតែជាគ្រឿងអលង្ការប៉ុណ្ណោះទេតែជាគ្រឿងលម្អដែលជួយបន្ថែមភាពជឿជាក់បង្ហាញរសជាតិនិងជានិមិត្តរូបនៃសំណាងល្អសម្រាប់អ្នកដែលជឿលើអត្ថន័យរបស់ត្បូងថ្មញ៉ាសារមកកាន់ Facebook គង្គាត្បូងធម្មជាតិប៉ៃលិនឥឡូវនេះដើម្បីជ្រើសរើសម៉ូតដែលស័ក្តិសមនឹងអ្នក